កូនចិត្តដល់វ័យញ៉ាំបបរគ្រប់គ្រឿងហើយការត្រៀមសម្ភារៈធ្វើបបរឲ្យកូនជារឿងសំខាន់ហើយការដែលត្រៀមរៀបចំរបបអាហារឲ្យកូនទៅតាមអាយុរបស់កូនហ្នឹងណាគឺកាន់តែសំខាន់ថែមទៀតនិយាយរួមការត្រៀមខ្លួនត្រៀមទាំងសម្ភារៈធ្វើបបរឲ្យកូនពេលដែលកូនចិត្តដល់វ័យទទួលអាហារបន្ថែមហ្នឹងណាជារឿងសំខាន់ខ្លាំងណាស់ដែលម៉ាក់ប៉ាមិនគួរមើលរំលងឡើយព្រោះវ័យនេះជាវ័យដែលកូនញ៉ាំអាហារលើកដំបូងក្នុងជីវិតហើយបើថ្ងៃមុខកូនខ្លាចជាក្មេងដែលរើសចំណីពិបាកញ៉ាំឬក្មេងដែលស្រួលញ៉ាំបានច្រើនមុខគឺស្ថិតនៅក្នុងវ័យនេះហើយកូនបនរក្សារបស់ខ្ញុំចាប់ផ្ដើមទទួលអាហារដំបូងនៅអាយុ6ខែហើយមុននឹង1ខែខ្ញុំបានត្រៀមសម្ភារៈសម្រាប់ធ្វើបបរឲ្យកូនមានទាំងឆ្នាំងចំហុយចានស្លាបព្រាដែលផលិតពីស៊ីលីកូនទ្រនាប់ការពារប្រឡាក់កែវចំហុយចានបង្កកទឹកស៊ុបនិងគ្រឿងទេសមួយចំនួនសម្រាប់ទារកអាយុ6ខែជាពិសេសនោះគឺការស្រាវជ្រាវពីរបបអាហារកូនទៅតាមវ័យស្រាវជ្រាវរូបមន្តនិងរបៀបធ្វើអាហារពីអ្នកជំនាញផ្នែកអាហារូបត្ថម្ភកុមារពីប្រទេសជប៉ុនទៀតផងចាបងប្អូនការដែលយើងបានត្រៀមខ្លួនគ្រប់យ៉ាងដើម្បីធ្វើអាហារឲ្យកូនក្នុងវ័យដែលកូនចិត្តឈានចូលដល់វ័យទទួលអាហារបន្ថែមនេះមានផលល្អច្រើនយ៉ាងណាស់សម្រាប់កូនដូចជាទី1ធ្វើឲ្យកូនបានទទួលអាហាររូបត្ថម្ភដែលសមស្របទៅតាមអាយុរបស់កូនព្រោះការដែលយើងបានសិក្សាពីរូបមន្តអាហារទៅតាមវ័យធ្វើឲ្យយើងអាចជ្រើសរើសបន្លែត្រីសាច់ដែលស័ក្តិសមទៅនឹងការលូតលាស់របស់កូនយើងជាពិសេសគឺយើងអាចជ្រើសរើសគ្រឿងទេសដែលត្រូវជាមួយនឹងអាយុរបស់កូនយើងជាក់ស្ដែងដូចជាកូនបនរក្សាមានអាយុ6ខែខ្ញុំនឹងជ្រើសរើសគ្រឿងទេសណាដែលអាចប្រើបានចំពោះក្មេងដែលមានអាយុ6ខែឡើងតែប៉ុណ្ណោះចំពោះគ្រឿងទេសណាដែលមិនអាចប្រើបានចំពោះក្មេងអាយុ6ខែខ្ញុំមិនប្រើជាដាច់ខាតសូម្បីតែអំបិលឬស្ករក៏ដោយក៏ក្មេងក្រោមអាយុ1ឆ្នាំមិនអាចប្រើបានដែរទើបការជ្រើសរើសគ្រឿងទេសនិងវត្ថុធាតុដើមក្នុងការចម្អិនអាហារឲ្យកូនជារឿងសំខាន់ព្រោះធ្វើឲ្យយើងអាចគ្រប់គ្រងបរិមាណសារធាតុអាហារដូចជាជាតិដែកប្រូតេអ៊ីននិងខ្លាញ់ល្អដែលចាំបាច់ក្នុងការលូតលាស់ធំធាត់របស់កូនផងដែរទី2ជំរុញការញ៉ាំរបស់កូនគឺជួយឲ្យកូនបានសាកល្បងរសជាតិអាហារបានច្រើនមុខដែលជួយអភិវឌ្ឍការញ៉ាំរបស់កូនព្រមទាំងកាត់បន្ថយហានិភ័យខ្លាចជាក្មេងរើសចំណីនៅថ្ងៃអនាគតផងដែរទី3ទាក់ទងនឹងសុវត្ថិភាពនិងអនាម័យការដែលយើងបានធ្វើអាហារឲ្យកូនញ៉ាំដោយផ្ទាល់គឺកាត់បន្ថយហានិភ័យពីសារធាតុរក្សាទុកនិងសារធាតុបន្ថែមនៅក្នុងអាហារកញ្ចប់ឬកំប៉ុងហើយយើងអាចជ្រើសរើសបន្លែត្រីសាច់ស្រស់ៗយកមកចម្អិនយ៉ាងមានអនាម័យឲ្យកូនញ៉ាំទៀតផងទី4បង្កើតទំនាក់ទំនងនិងការចងចាំដ៏ល្អរវាងម្ដាយឪពុកនិងកូនការដែលយើងបានត្រៀមខ្លួនរៀបចំរបបអាហារនិងចម្អិនអាហារឲ្យកូនគឺជាពេលវេលានៃការចងចាំដ៏ល្អមួយព្រមទាំងមានគុណតម្លៃផងដែរចំណែកឯការបញ្ចុះកូនគឺជាការបង្កើនភាពស្និទ្ធស្នាលរវាងកូននិងឪពុកម្ដាយកូននឹងមានអារម្មណ៍កក់ក្ដៅព្រមទាំងមានក្តីសុខក្នុងម៉ោងអាហារទី5សន្សំសំចៃថ្លៃចំណាយការធ្វើអាហារដោយខ្លួនឯងតែងតែចំណាយតិចជាងការទិញអាហារកញ្ចប់ឬអាហារកំប៉ុងសម្រាប់ក្មេងទី6ងាយស្រួលតម្រូវឲ្យសមស្របជាមួយកូនបានយើងអាចតម្រូវរូបមន្តឲ្យសមស្របទៅតាមសុខភាពរបស់កូនបានដូចជាក្នុងករណីកូនអាឡែហ្ស៊ីជាមួយនឹងអាហារប្រភេទខ្លះហើយថែមទាំងអាចបដូរទម្រង់អាហារឲ្យម៉ត់ខ្លាំងមិនសូវម៉ត់រាវឬខាប់ទៅតាមអាយុរបស់កូនដើម្បីជំរុញនិងអភិវឌ្ឍការទំពារអាហាររបស់កូនបានទៀតផងដូច្នេះហើយការត្រៀមចំណេះដឹងនិងសម្ភារៈក្នុងការចម្អិនអាហារឲ្យកូនទុកជាមុនគឺជួយឲ្យការទទួលអាហារបន្ថែមលើកដំបូងក្នុងជីវិតរបស់កូនប្រព្រឹត្តទៅយ៉ាងរលូននិងជាបទពិសោធន៍ល្អទាំងសម្រាប់ម៉ាក់ប៉ានិងកូនផងដែរតើម៉ាក់ប៉ាណាខ្លះបានរៀបចំរបបអាហារឲ្យកូនដែលសមស្របទៅតាមអាយុរបស់កូនកុំភ្លេច comment ចែករំលែកបទពិសោធន៍នៅខាងក្រោមវីដេអូនេះផងហើយបើមានអ្វីថ្មីចំណេះដឹងថ្មីទាក់ទងនឹងការចិញ្ចឹមមើលថែកូនខ្ញុំនឹងចែករំលែកជូនបងប្អូនបន្តទៀតជាចុងក្រោយសូមចុច follow ឬ subscribe ខ្ញុំផងដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត